តាមពិតខ្ញុំមានចំណាយអីធំដុំហ៎ព្រោះអត់ដែលកតុអីvẫnអត់មានដែលទិញឲ្យស៊ីហ៎អត់បើកិនស្រូវហ្នឹងបានដាក់ឲ្យស៊ីទៅបើពេលនេះអត់ទីស្មៅសម្បើងបាទស្មៅកាត់ធម្មតាសម្បើងកាត់ស្មៅឲ្យស៊ីដែរអានេះខ្ញុំទិញមកពីស្អីគេយកឲ្យបងអត់ទេពីម្ចាស់ដើមគេមិនដឹងគេទិញមកពីទលេអត់ទេអានេះមេខ្ញុំទិញមកមេកមុំតាប៉ាន់កូនវាមេខ្ញុំទិញកាលគោថ្លៃជាង3លានអាមេនេះទិញគេដែរកូនក្រោលមេកូនមេខ្មៅហ្នឹងមេមួយសនោះពីអញ្ជើញគេមេខ្មៅនេះហីមេខ្មៅហ្នឹងខ្ញុំទិញយូរហើយ2ឆ្នាំហីគោទិញមក3លាន35ម៉ឺនទេខ្ញុំមិនដឹងគោថាថោកមកឲ្យចាត់ទុកវាចាំវាឥឡូវវាផើមទៀតទេបាទចង់ឡើងដោះបើផើមបាន4ខែ5ចូល5ខែបាទអានេះឡាយមេធ្លក់នេះឡាយមិនដឹងដែរអត់ដឹងគេឡាយដាក់បាឡាយមិនផងខ្ញុំទៅទិញដែរទៅទិញគេមកអានោះកូនក្រដែរគោខ្មែរយើងលក់មេក៏បាត់ហើយនៅគ្រូផើមតែមេខ្មៅមួយខ្ញុំចំ3 4ឆ្នាំហើយប្រើដែរហ្នឹងវាប្រើដែរធម្មជាតិគ្រូបាទអត់ទេអត់ដែរយកទៅវាលហងស្មៅខ្ញុំដាំស្មៅដាំក្រោយទេប៉ុន្តែឥឡូវវាយចោលចង់អស់ឲ្យស្មៅវានេះពេកវាតាមពិតខ្ញុំមានចំណាយអីធំដុំហ៎ព្រោះអត់ដែលកតុអីvẫnអត់មានដែលទិញឲ្យស៊ីហ៎អត់បើកិនស្រូវហ្នឹងបានដាក់ឲ្យស៊ីទៅបើពេលនេះអត់ទីស្មៅសម្បើងបាទស្មៅកាត់ធម្មតាសម្បើងកាត់ស្មៅឲ្យស៊ីដែរបាទកែប្រាំងក៏ខ្ញុំកាត់ស្មៅអត់ទេអត់ដែលចេញក្រៅហ្មងគោខ្ញុំចេញពីក្រោមផ្ទះក្នុងក្រោលហ្នឹងមកមុខផ្ទះហ្នឹងអត់មានចំណាយផងចំណេញអីអាកាលខ្ញុំទិញអាមេវាមុននោះខាតខ្ញុំទិញកាលគោថ្លៃមួយ6លានជាងខ្ញុំលក់បាន4លាន10ម៉ឺនខ្ញុំចំ2020វាហត់ពេលគ្រូឡើយតាមចិត្តចេះចង់ចាំមកច្រើនហើយវាស្មាខ្ញុំក៏មុនធំដែរឥឡូវខ្ញុំវាយដាំតគួនដាំកឆែតវិញនៅសល់តិចដែរអត់ទេគ្រូអត់បោះបង់ទេចុះបើយើងអ្នកស្រែមិនធ្វើអញ្ចឹងវាดูមានការងារធ្វើមកឲ្យយើងធ្លាប់ចិញ្ចឹមគ្រូបាទហើយចោលមិនបាននៅតែស្រឡាញ់គោខ្ញុំលក់អស់5មេលក់មេអស់3មិនដឹងគ្រូបើតាមគោឃើញគេទិញមកប៉ាន់មេហ្នឹងមួយប្រហែល2លានក្រាស់3លានជាងគេតាមផែនវាអញ្ចឹងបាទវាចុះគោនៅខ្ចីគ្រូអានេះខ្ញុំអត់ដឹងទេបើរបស់ខ្ញុំនោះមកខួបជាងហើយមេសកូនខ្មៅ